តាក់ទងជាមួយនឹងប្រធានបទថ្ងៃនេះគឺយើងនិយាយអំពី innovation through technology អញ្ចឹងប្រហែលជាបងប្អូនមួយចំនួនធ្លាប់បានឮហើយពាក្យថា innovation ដូច្នេះហើយប្រធានបទថ្ងៃនេះគឺមានសារៈសំខាន់ណាស់សម្រាប់បងប្អូនយកទៅជាបទពិសោធន៍ VP Start គឺជា innovative company មួយយើងមិនមែនជា regular company ដែលនាំចូល solution ឬក៏ផ្ដល់សេវាកម្មណាមួយទៅឲ្យអតិថិជនដោយគ្រាន់តែ customize និងលក់ផលិតផលឲ្យអតិថិជនទេ VP Start មានគោលដៅមាន direction មាន vision មាន passion ហើយមាន talented engineering ធ្វើការផ្ទាល់យើង research ពី A to C ដោយខ្លួនឯងយើងបង្កើត solution ទាំងអស់នោះពី scratch មកដោយមិនមានការចូលរួមគាំទ្រពីបរទេសណាម្នាក់ទេហើយ advanced technology ទាំងអស់នេះคล้ายទៅជា new ground breaking technology ដែលយើងអាច apply បានជាមួយនឹងប្រព័ន្ធ power grid system ទូទាំងប្រទេសហើយឧបករណ៍ VP Start ដែលយើងផលិតនេះគឺដើម្បី analyze ទៅលើ system របស់ប្រព័ន្ធ power grid system ទាំងមូលឲ្យដឹងថាតើកំហូចកើតឡើងនៅពេលណាមានបញ្ហាយ៉ាងម៉េចហើយកាត់បន្ថយទៅលើ operation យ៉ាងម៉េច reduce ទៅលើ cost operation នឹងយ៉ាងម៉េចតាក់ទងជាមួយនឹង cost efficiency of the electricity ហ្នឹងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យវា reliable និង sustainable ហេតុអីបានលើកយក experience ទាំងអស់ហ្នឹងមកចែកជូនបងប្អូនពីព្រោះបងប្អូនមិនមែនជាអតិថិជនរបស់ VP Start ទេប៉ុន្តែជាការងារមួយដែលយើងចង់រុញប្រាប់ថាបងប្អូនមានសមត្ថភាពคล้ายទៅជា innovator ម្នាក់ដែលមានសក្តានុពលបានគឺអាស្រ័យទៅលើ innovation ហ្នឹងមិនមែនដោយសារតែបច្ចេកទេសនិង engineering skill ដែលយើងរៀននៅសាកលវិទ្យាល័យតាមមុខទេអត់អាចទៅធ្វើអីកើតទេយើងត្រូវមាន direction ខ្លួនឯងឲ្យច្បាស់មុននឹងយើងចង់បង្កើតជា creative solution មួយដែលអាចប្រើប្រាស់បានហើយអាច upgrade និង transform ខ្លួនឯងបានអញ្ចឹងបងប្អូនតាក់ទងមួយ data science យើងដឹងណា sustainability system ដែលបង្កើតឡើងនេះហេតុអីបានពាក់ព័ន្ធជាមួយនឹង data science data engineer data analytics ពីព្រោះ eco sustainability solution ដែលយើងប្រើប្រាស់ជាមួយនឹងប្រព័ន្ធ power grid system ជាឧបករណ៍ដែលយើងបង្កើតចេញពីវិស្វករអគ្គិសនីវិស្វករ mechanic electronic software development IT និង skill ដទៃទៀតចំបាច់បញ្ចូលគ្នាបានអាចយកទៅ connect ជាមួយនឹងប្រព័ន្ធ aging infrastructure of the electricity ហ្នឹង transform ប្រព័ន្ធ power grid ហ្នឹងឡើងឬក៏យើងហៅថាជា grid modernization solution ដែលយើង modernize ទៅលើប្រព័ន្ធចាស់ឲ្យคล้ายទៅជាប្រព័ន្ធទំនើបអញ្ចឹងហើយ data ទាំងអស់ហ្នឹងឯងគឺយើងវិវត្តពី eco sustainability system into data driven នេះឧបករណ៍យើងកាលពីឆ្នាំ2014ក្នុងនាមយើងជាវិស្វករយើងមើលឃើញយ៉ាងម៉េចតាំងពីឆ្នាំ2014យើងបង្កើតឧបករណ៍អញ្ចឹងយកទៅលក់ឲ្យគេលក់កើតទេសួរបងប្អូនវិស្វករកុំថាឡើយដល់លក់ឲ្យគេទៅទេក៏គេអត់យកដែរមូលហេតុអីបាន solution នេះអាច implement ទូទាំងប្រទេសរហូតដល់ជាង 10000 ទីតាំងគ្រប់កន្លែងទាំងអស់គ្រប់ខេត្តទាំងអស់ហើយកំពុងតែប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុង version ថ្មីនេះអានេះគឺជាឥទ្ធិពលនៃ innovation បើសិនជា solution នេះគ្រាន់តែវាមកសម្រាប់តែ engineering service យើងគ្រាន់តែផ្គត់ផ្គង់ customize ទៅតាម requirement របស់គេប្រហែលជារយៈពេលតែ1ឆ្នាំ2ឆ្នាំគឺបាត់ហើយអត់មិនមែននៅ10ឆ្នាំរហូតដល់នេះคล้ายទៅជា transforming solution មួយដែលកំពុងតែមាន potential ខ្លាំងនៅក្នុងប្រព័ន្ធ power grid ហើយយើងនាំចេញទៅអន្តរជាតិបានទៀតនេះគ្រាន់តែជា flagship ឧទាហរណ៍ product ដំបូងគេដែល VP Start ធ្វើហើយយើងអត់មានដើមទុនអីច្រើននេះគឺចេញពីសាលាមកដូចបងប្អូនអញ្ចឹងមកដល់ថ្ងៃនេះក៏ខ្ញុំអត់ទាន់ទទួលស្គាល់ថាខ្លួនឯងជា businessman ដែរគឺខ្ញុំនៅតែគិតថាខ្លួនឯងគ្រាន់តែជាវិស្វករម្នាក់ប៉ុណ្ណោះគ្រាន់តែយើងមាន opportunity ដើម្បីប្រឡូកឈានចូលទៅក្នុង industry ហ្នឹងមុនបងប្អូនពុំមែនបានន័យថា VP Start ជោគជ័យអីទេពាក្យពេញរបស់ DLC ហ្នឹងមកពី distribution remote control ហើយវាคล้ายទៅជា eco solution មួយដែលយើងបង្កើត DLC រហូតដល់ជាង30ប្រភេទដាក់ជាមួយនឹងប្រព័ន្ធ power grid system នេះជា version ចុងក្រោយរបស់ DLC ដែលយើងវិវត្តខ្លួន10ឆ្នាំមកវាឡើងរាប់រយ version ហើយមកដល់ version នេះហើយបងឆ្ងល់ថាហេតុអីបាន solution បង្កើតតាំងពី10ឆ្នាំមុនមករហូតដល់ឥឡូវនេះយើងអត់បោះចោលទៅណាអានឹងហើយជា creative solution ហើយមកដល់ដំណាក់កាលនេះវាមិនមែនគ្រាន់តែជា remote control ធម្មតាទេវាជា data driven មួយដែលយើង collect យកព័ត៌មានពីប្រព័ន្ធ power grid system ហើយយើងនឹងប្រើប្រាស់ data នេះ analyze ទៅថ្ងៃអនាគតទៀតរហូតទៅដល់ digital twin ដែលយើងអាចប្រើប្រាស់វិភាគទៅលើទិន្នន័យទាំងអស់ហ្នឹងរាល់ការ
ដាច់ភ្លើងព្យាករទៅថ្ងៃអនាគតមានបញ្ហាអីកើតឡើងនៅលើបណ្ដាញអគ្គិសនីចែកចាយនឹងបានយ៉ាងទូលំទូលាយហើយ data driven នេះគឺពីសម័យកាលរបស់បងប្អូននេះទៅ100ឆ្នាំទៀតគឺអត់មាន firm ណាគិតពី data កើតទេយើងមើលថា artificial intelligence machine learning trend setting technology ថ្មីដែលកើតមកទាំងអស់ជុំវិញពិភពលោកសិតតែត្រូវការ data ទាំងអស់ firm មួយណាដែលមិនមានសមត្ថភាពយក data បានជា firm បរាជ័យនៅក្នុង business នេះខ្ញុំ appreciate បងប្អូនក្រុមការងារ data អត់មាន data គឺយើងអាច move ទៅបានទេអញ្ចឹង eco sustainability system ដែលកើតចេញពី DRC នេះគឺមានឥទ្ធិពលខ្លាំងនៅក្នុងប្រព័ន្ធ power grid